គ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នានេះគឺជាស្លឹកស្រស់នៅពេលដែលយើងហាលាងសម្ងួតតែវាអត់ទាន់ស្ងួតទេណាពុកម៉ែបងប្អូនខាងយើងខ្ញុំគឺមកបង្ហាញជូនដោយសារតែមានចម្ងល់ឆ្ងល់ថាមានតែឃើញតែស្លឹកស្ងួតអត់ឃើញដែលបង្ហាញពីការហាស្លឹកស្រស់អញ្ចឹងណាតើស្លឹកនោះរំចូលឬមួយក៏ស្លឹកដាំក្នុងស្រុកពិតប្រាកដមែននេះខាងយើងគឺជាស្លឹកដាំពិតប្រាកដមែនណាពុកម៉ែបងប្អូននេះសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ត្រូវការកូនពូជស្លឹកស្រស់ស្លឹកស្ងួតអាចតាក់ទងមកកាន់ page ឬមួយក៏តាមរយៈលេខ Telegram ខាងក្រោមនេះបានណានេះគឺជាស្លឹកពុកម៉ែបងប្អូនដែលយើងដាក់ថាណាគឺយើងលាងសម្អាតបានយ៉ាងស្អាតតែម្ដងគឺមានអនាម័យដើម្បីឲ្យពុកម៉ែបងប្អូនយកទៅធ្វើជាតែសុខភាពដោយមានទំនុកចិត្តណាអត់ទាន់អស់ទេពុកម៉ែបងប្អូនហើយនៅក្រែខាងមុខទៀតក្រែដែលយើងសារជាក្រែដែកនេះគឺទុកសម្រាប់ទៅហាលស្លឹកដើមស្បូនស្ត្រីឬ Crinomaty folium នឹងផ្ទាល់តែម្ដងណា